កាលដែលជ្រកក្រោមដំបូលប្រទេសជាតិមួយហើយមាននៅទិដ្ឋិនិងទស្សនៈផ្សេងគ្នាផ្ទុយគ្នាក៏បង្កឲ្យកើតទៅជាសត្រូវជាមួយនឹងគ្នាបាននេះទាំងអស់នេះគឺដោយច្រើនទៅក្នុងសម័យបច្ចុប្បន្នកើតឡើងអំពីវាទៈដែលសំណាក់មួយចោតសួរគ្នាកើតឡើងអំពីទិដ្ឋិដែលសំណាក់មួយប្រកាសសម្ដែងគ្នាឲ្យអ្នកដែលជ្រះថ្លានឹងខ្លួនបានស្ដាប់ហើយអ្នកដែលជ្រះថ្លានោះក៏ប្រកាន់មមតាមពាក្យទូន្មានរបស់អាចារ្យរបស់ខ្លួនត្រង់នេះហើយដែលធ្វើឲ្យខ្ញុំបកដាខ្ញុំតាំងតែពីដើមមកមិនមែនជាអ្នកពេញអធ្យាស្រ័យក្នុងការសម្ដែងនៅព្រះធម៌ទេព្រោះខ្ញុំបកដាឃើញពីហេតុដែលមិនគួរនឹងសម្ដែងក្នុងកាលជាបច្ចុប្បន្នព្រោះព្រះធម៌នេះត្រូវគ្នាដោយឧបនិស្ស័យមិនមែនសម្ដែងមួយគាថាហើយប្រារព្ធចំពោះមនុស្សក្នុងវត្តដាក់នេះទាំងមូលទេអញ្ចឹងហើយការសម្ដែងទៅត្រូវអធ្យាស្រ័យនឹងបរិស័ទពួកនេះក៏ប្រកាសថានឹងខុសអធ្យាស្រ័យចំពោះបរិស័ទពួកនោះមិនខានត្រង់នេះហើយដែលសត្វលោកមិនបានជាអ្នកប្រកាន់ធម៌ឲ្យមមមួនប្រែផ្ទុយទៅជាអ្នកប្រកាន់ទិដ្ឋិវិញបង្កឲ្យកើតទៅជាចំនួនសាសនាហើយចំនួនសាសនានេះមិនចំណេញអ្វីក្រៅពីការបែកបាក់ប្រទេសជាតិបែកបាក់កម្លាំងសាមគ្គីខ្មែរនឹងខ្មែរបងនឹងប្អូនកូននឹងចៅមើលមុខគ្នាមិនត្រូវនោះទេនេះជារឿងដែលលោកទាំងឡាយគប្បីគិតដូចជាខ្ញុំបកណាខ្ញុំចាស់តែងតែប្រកាសសម្ដែងអញ្ចឹងទៅអ្នកដែលជ្រះថ្លាខ្ញុំបកណាដែលច្រើនទៅច្រើនតែជ្រុលហួសទៅជឿទៅលើអវ័យផ្សេងដែលមិនមែនជាទីពឹងជាប់លាប់ជាក់លាក់សម្រាប់ខ្លួនប៉ុន្តែអ្នកដែលមិនជ្រះថ្លាទៅក៏ស្ដាប់ភ័ន្តច្រឡំថាទៅជារឿងដែលអូសទាញបរិស័ទឲ្យស្ថិតនៅក្នុងផ្ទះដោយប្រការណាមួយចឹងទៅប៉ុន្តែការដែលប្រកាសសម្ដែងរបស់ខ្ញុំបកណាខ្ញុំគ្រាន់តែចង់ចង្អុលបង្ហាញពីការពិតនៃភាពពិតរបស់លោកនឹងឯងថាវាមានសភាពយ៉ាងនេះវាមានដំណើរយ៉ាងនោះព្រោះអាស្រ័យហេតុយ៉ាងនេះជាដើមប៉ុន្តែពេលដែលស្ដាប់ទៅបើមនុស្សជាប់ដោយទិដ្ឋិណាមួយហើយក៏ច្រើនតែអូសទាញឲ្យចូលទៅក្នុងទិដ្ឋិមួយនោះធ្វើឲ្យកើតទៅជាអតិកោផ្សេងជាដើមចឹងហើយទើបខ្ញុំកណ្ដាលខ្ញុំចេះតែប្រកាសថាដល់រដូវវស្សានេះគឺថាសុំសម្រាព្រោះឃើញទោសក៏កើតឡើងពីអត្តកោផ្សេងដែលនាំឲ្យទៅជាហេតុនាំឲ្យទៅជាបច្ច័យនៃការបែកបាក់ជាពិសេសក្នុងបុព្វហេតុជំនឿសាសនាជាដើមប៉ុន្តែដែលយើងទាំងឡាយព្រមឈប់នេះមិនមែនពោលថាយើងជាអ្នកប្រកាន់ខុសឬក៏ប្រណិប័តខុសអ្វីនោះទេប៉ុន្តែដើម្បីសម្រួលដល់ស្ថានភាពដែលគួរឲ្យស្ថិតនៅប្រសើរនិងស្ថានភាពដែលមិនគួរឲ្យស្ងប់រងាប់ទៅអាស្រ័យពេលវេលានឹងឯងលោកទាំងឡាយលើលោកនេះណាគ្មានអ្វីដែលបណ្ដោយពិសោធន៍ការពិតជាជាងពេលវេលានោះទេ
មានតែពេលវេលាទេដែលជាអ្នកបន្សោតបង្ហាញបើកកកាយឲ្យឃើញអំពីភាពពិតនិងភាពមិនពិតនៃโลกនេះដរាបណាថ្ងៃមិនទាន់លិចពេលវេលាដែលព្រះអាទិត្យមិនទាន់អស់ស្ដង់គត់នោះភាពពិតនៃភាពងងឹតអន្តកាលនឹងមិនមានប្រកបចំពោះសត្វលោកទេប៉ុន្តែដរាបណាព្រះអាទិត្យមិនទាន់រះឡើងអរុណមិនទាន់រះឡើងគឺភាពពិតនៃពន្លឺភ្លឺស្វាងក្នុងโลกនេះក៏មិនទាន់ជាក់ច្បាស់ចំពោះលោកដែរអញ្ចឹងហើយយើងសពថ្ងៃនេះមិនមែនកំពុងតែស្ថិតនៅក្នុងយប់អន្តកាលនោះទេប៉ុន្តែក៏មិនមែនតែកំពុងរស់នៅក្នុងភាពភ្លឺស្វាងដែរតែយើងស្ថិតនៅក្នុងចន្លោះនៃភាពភ្លឺស្វាងនិងភាពអន្តកាលភាពអន្តកាលហេតុដូចម្ដេចទើបពោលថាយើងមិនស្ថិតនៅក្នុងភាពអន្តកាលព្រោះដោយសារថាយើងនៅមានព្រះពុទ្ធសាសនានៅឡើយដែលជាសាសនាសម្រាប់ទូមានបំភ្លឺប៉ុន្តែបើដូច្នោះហេតុដូចម្ដេចទៅពោលថាយើងមិនស្ថិតនៅក្នុងភាពភ្លឺស្វាងព្រោះថាព្រះបរមគ្រូនៃយើងព្រះអង្គប្រណិពានបាត់ទៅហើយដោយសារតែព្រះបរមគ្រូនៃយើងប្រណិពានទៅដូច្នេះហើយទើបអស់អ្នកផ្ទៀងផ្ទាត់ដល់បរិស័ទឥឡូវសំណាក់គ្រូមួយច្រើនតែទាយចិត្តព្រះបានន័យថាពោលសម្ដែងព្រះធម៌តាមតែខ្លួនចេះទៅហើយប្រកាសថានឹងហើយជាពុទ្ធដីកាព្រះអង្គសម្ដែងអញ្ចឹងព្រះអង្គសម្ដែងអញ្ចឹងទាំងដែលមិនច្បាស់ថាគោលបំណងនៃព្រះពុទ្ធអង្គសម្ដែងក្នុងកាលនោះតើព្រះអង្គមានពុទ្ធបំណងយ៉ាងដូចម្ដេចផងនោះដោយជារឿងតិរច្ឆាននៅបើសិនជាបងប្រុសបងស្រីកំពុងតែមានអាការៈដូចជាអាសាឈឺក្បាលវិលមុខស្វាំងភ្នែកអាសាផ្ដាសាយញឹកញាប់ក៏ដូចជាមានហៀសវល់ត្រូវក្តៅក៏ពិបាកត្រជាក់ខ្លាំងក៏ពិបាកអាសាកតាស់នេះគឺជាអាការៈអាឡែស៊ីចំហនេះគឺជាដំណាក់កាលទី1បងប្អូនតែបើសិនជាបងប្អូនមិនទាន់ព្យាបាលទេទុកយូរនឹងវិវត្តទៅជាឫសដងច្រមុះបងប្អូនអរគ្នា